Và sự đây vàនេះយើងមកមើលផ្កាប្រទាលឥសីក្រុងឆេះឥសីក្រុងឆេះនេះគឺមានចាស់ចាស់ស្គាល់ច្រើនផ្កាវាពណ៌សហើយរីកពេលល្ងាចហើយខ្ញុំថតនេះគឺថតទុកបាទថតទុកផងដាក់ក្នុង Facebook ផងផ្កាវាមានពណ៌សបាទបដូររំអងញីឈ្មោលហ្នឹងពណ៌លឿងនៅចំកណ្ដាលហើយបែកជា3ផ្កាមាន5ត្របកហ្នឹងហើយទំហំវាប្រព័ន្ធមេដៃបាទប្រព័ន្ធមេដៃបាទហើយអត់ដឹងថាមានក្លិនអត់ទេព្រោះបានហាត់រីកពេលល្ងាចបាទហើយរីកតែមួយផ្លេតទេរយវិញបាត់ហើយថ្ងៃមុនសាកណែទុកវាចាំមើលបន្តិចរយបាត់រវល់ហើយឥសីក្រុងឆេះហ្នឹងដោយសារវីដេអូនេះដោយសារខ្ញុំចង់បង្ហាញថាវាមានអ្នកណែច្រឡំហៅប្រទាលមហាជពូនោះថាឥសីក្រុងឆេះបានខ្ញុំយកការឆ្លៀតឱកាសនេះយកមកបង្ហាញណានេះមើលវាពោចេះនេះឃើញទេមើលវាពោក្រហមឆេះចឹងហើយធ្វើទៅវាទៅបបាក់លេបខ្លាំងណាស់ប្រហេតផាតបាទក្រហមឆ្អេះក្រហមពេញមាត់ហ្មងនិយាយទៅណាហើយស្លឹកវាដូចកូនដូងចឹងហើយដល់ឡែកប្រទាលមហាជពូគឺស្រៀងនឹងដែរស្រៀងទៅតែរឹងជាងអញ្ចឹងផ្កាវាគឺបែបហ្នឹងមើលនេះក៏បែបនេះអានេះដោយសារវាដោះចូលដីទៅទាញធូរមកវាដាច់នៅក្នុងដីក៏យកក្បិតយកអីជីកវាមកបានប៉ុណ្ណឹងណានេះហើយក្រហមហើយការប្រើប្រាស់ឱសថហ្នឹងបងប្អូនអាចសើញមើលថែមទៀតក៏បានដែរហ្នឹងហើយគេស្គាល់បង្ហាញច្រើនណាស់ហើយបើមហាជពូគឺអានេះអត់មានផ្លែទេអត់ដែលឃើញផ្លែទេវាអត់ជាប់ព្រោះមហាជពូមានផ្លែវាពណ៌ស្វាយពណ៌ដូចពងចាបចឹងរាងដូចពងចាបចឹងហើយស្លឹកអានេះគឺវែងមកស្លឹកអានេះគឺវែងស្លឹកឥសីក្រុងឆេះគឺវែងវាខុសពីមហាជពូស្លឹកខ្លីនេះឥឡូវចាំមើលខ្ញុំយកមកដាក់ឲ្យមើលនេះនេះអានេះមហាជពូនេះឥសីក្រុងឆេះស្លឹកដូចកូនដូងដូចអកេដេដីអញ្ចឹងនេះហើយផ្កាវាខ្ញុំធ្លាប់បានបង្ហាញផ្កាសំណាងល្អដែរផ្កាវាព្រមពេលជាមួយគ្នានេះផ្កាចាំមើលខ្ញុំវេចឲ្យមើលនេះសង្ឃឹមថាលើនេះផ្លែម្ដងដែរតែថតអត់បានតាន់វាជ្រុះបាត់ទៅនេះផ្កាគេណាផ្កាគេគឺបែបនេះអូជ្រុះមួយបាត់មាន2ថូននេះនោះហើយខ្ញុំបានជួបក្នុងព្រៃនៅខេត្តបន្ទាយមានជ័យគឺឃើញមាន2កន្លែងនៅខាងជិតអូ3ជាន់នោះមួយវត្តអូ3ជាន់ណាអូ3ជាន់ដែលយើងឆ្លោះនៅមួយផ្ទះលេខ2នោះពៀននោះអញ្ចឹងអានេះគឺផ្កាប្រទាលមហាជពូហើយអានេះអត់មានមើមទេមានតែក្តិលបើនេះមានមើមដូចខ្ញុំបានបង្ហាញនេះមើមណានេះហើយយកដាំទៅដោះនេះដាច់ចែនេះហើយអានេះឬក្នុងមើមមកវាឬពណ៌លឿងចែខ្ញុំគាត់តែចង់បង្ហាញវីដេអូខ្ញុំបង្ហាញថាឥសីក្រុងឆេះផ្សេងមហាជពូផ្សេងហ្នឹងហើយអានេះខ្ញុំបានពូជពីចាស់សុំចាយគាត់ទេយូរហើយដាំជាង10ឆ្នាំនៅនេះខ្ញុំដាំតាំងកូនខ្ញុំនៅទូចអានេះយកទេសម៉ែមកមួយហើយនឹងមួយទៀតយកពីខាងនៅភ្នំសពៅភ្នំសពៅហ្នឹងគឺដីហ្នឹងនិយាយទៅដីហ្នឹងខ្ញុំសើបទៅដីហ្នឹងដោយសារខ្ញុំស្គាល់ម្ចាស់ដីក្រោយនេះចកាដូងបងប្អូនស្គាល់ទេភ្នំសពៅដែលគេទៅញ៉ាំថតចកាដូងចកាស្លាហ្នឹងភូមិសំណាញ់នៅខាងលិចភ្នំហ្នឹងភ្នំសពៅមានរូងបជាវមួយទៀតបាទចកាគាត់ហ្នឹងម្ចាស់គាត់ហ្នឹងទិញពីម្ចាស់ដើមគាត់ហ្នឹងដែលម្ចាស់ដើមគាត់ហ្នឹងជាអ្នកស្រុកនៅហ្នឹងដែលជាអ្នកគ្រូម៉ហ្នឹងមិនដែលលក់ឲ្យគាត់ទៅហើយមិនដឹងថាទៅនៅឯណាទេហើយដីហ្នឹងក៏វានៅសល់មើមប្រទាលហ្នឹងក៏ខ្ញុំជីកយកមកអញ្ចឹងនៅនេះមាន2មួយបានពីផ្ទះឪមកមួយបានពីភូមិភ្នំសពៅមាន2ថូននៅនេះនោះអានេះណាមហាជពូនេះហ្នឹងហើយ
จังก็จองมาให้ตาอันนี้คือมาหาจะปูอ๋อนี่คือใส่กระดองใช้อันนี้คือมาหาจะปูไอ้กาvới miền đôi bằng haiนี่haiเนี่ยกานี่นะอันนี้กานี่จังก็มอยทาไอ้วิดีโอนี่ยมหาชั่วโมงนี่ยมหาตามจ้าเตยยมเหมือนครูโบราณเลยปัจจัยยมก่อนยมสกอลหาในบ้านบ้องกี่หาจังยมหาตามเต้ยยมbằng haiจากปีนั่นคือเป็นกาขอกนี่แต่ปันนังใบเตยวิดีโอนี่ออกคนจราน